រឿងនិស្សិតស្នេហ៍ឆ្លងវណ្ណៈកាលពីព្រេងនាយនៅភូមិមួយនៅក្បែរមាត់ទន្លេមានផ្ទះពីរខ្នងដែលស្ថិតនៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះទេដោយផ្ទះទីមួយគឺជាខ្ទមតូចដ៏ទ្រុឌទ្រោមដែលជាជម្រករបស់កុមារជួរជាក្មេងប្រុសកំព្រាឪពុកតស៊ូជាមួយម្ដាយចំណាស់ដ៏កំសត់ផ្ទះទីពីរគឺជាវិមានសេដ្ឋីដ៏ស្កឹមស្កៃរបស់លោកសេដ្ឋីវិបុលដែលមានកូនស្រីតែមួយគត់ឈ្មោះនាងច័ន្ទរស្មីកុមារជួននិងនាងច័ន្ទរស្មីកើតនៅក្នុងភូមិជាមួយគ្នាហើយបានស្គាល់គ្នាតាំងពីតូចថ្វីត្បិតតែជីវិតរស់នៅខុសគ្នាដូចមេឃនិងដីតែពួកគេតែងលួចលេងជាមួយគ្នានៅក្រោមដើមពោធិ៍ដ៏ធំកណ្ដាលវាលស្រែរៀងរាល់រសៀលកុមារជួនជាក្មេងប្រុសដែលមានរូបសម្បត្តិមិនសូវស្អាតបាតតែមានភ្នែកភ្លឺថ្លាឆ្លុះបញ្ចាំងពីគំនិតវាងវៃនិងទឹកចិត្តក្លាហានតាំងពីអាយុ8ឆ្នាំគេបានខិតខំជួយម្ដាយធ្វើការងារគ្រប់បែបយ៉ាងដូចជាឡើងត្នោតកាប់អុសនេសាទត្រីនិងស៊ីឈ្នួលច្រូតកាត់ឲ្យគេដើម្បីយកប្រាក់កាសតិចតួចមកផ្គត់ផ្គង់ជីវភាពការតស៊ូរបស់គេគឺកើតចេញពីការយល់ដឹងថាភាពក្រីក្រមិនមែនជាកម្មពៀរទេតែជាកម្លាំងជំរុញឲ្យគេខិតខំនាងច័ន្ទរស្មីជាកូនស្រីសេដ្ឋីតែនាងមានចិត្តសប្បុរសមិនប្រកាន់វណ្ណៈឡើយនាងតែងយកចំណីអាហារនិងសៀវភៅមកចែករំលែកជាមួយនាយជួននាងយល់ឃើញថានាយជួនគឺជាមិត្តភក្តិដ៏ស្មោះត្រង់បំផុតរបស់នាងថ្ងៃមួយនាយជួនបានប្រាប់នាងច័ន្ទរស្មីថាអូនច័ន្ទរស្មីអូនដឹងទេអ្នកម៉ែបងតែងនិយាយថាមានតែការរៀនសូត្រទេទើបអាចឲ្យយើងចេញផុតពីភាពក្រីក្រនេះបានបងគិតថាពេលបងធំឡើងបងនឹងទៅរៀននៅឆ្ងាយហើយនឹងក្លាយជាអ្នកមានម្នាក់នាងច័ន្ទរស្មីតបដោយទឹកមុខរីករាយថាបងជួនបើបងក្លាយជាអ្នកមានហើយកុំភ្លេចអូនណាពេលនោះបងមកលេងផ្ទះអូនផងនាយជួនក៏ឆ្លើយដោយវាចាដ៏មុតមមថាបងសន្យាបងនឹងខិតខំរៀនសូត្រឲ្យបានខ្ពស់ហើយនៅពេលណាដែលបងអាចមានទ្រព្យសម្បត្តិស្ដុកស្ដម្ភដូចជាឪពុកអូនបងនឹងវិលត្រឡប់មករៀបការជាមួយអូនវិញនាយជួនបានប្រឹងប្រែងធ្វើការងារទ្វេដងដើម្បីសន្សំប្រាក់បន្តិចបន្តួចសម្រាប់ទៅរៀននៅឯទីក្រុងពេលយប់គេតែងយកទៀនបំភ្លឺអានសៀវភៅចាស់ចាស់ដែលលោកគ្រូនៅវត្តបានឲ្យខ្ចីនិងរៀនសរសេរអក្សរក្រោមពន្លឺចង្កៀងប្រេងកាតគេដឹងថាឱកាសមានសម្រាប់តែក្មេងដែលមានចំណេះដឹងតែប៉ុណ្ណោះនៅអាយុ18ឆ្នាំនាយជួនបានសម្រេចចិត្តលាម្ដាយនិងនាងច័ន្ទរស្មីចាកចេញពីភូមិ
មុនពេលចាកចេញដំណើរនាងច័ន្ទរស្មីបានឲ្យខ្សែដៃត្បូងពណ៌ខៀវមួយខ្សែដែលជាវត្ថុអនុស្សាវរីយ៍ចាស់មួយរបស់នាងដល់នាយជួនមកជួនសូមបងរក្សាខ្សែដៃនេះទុកវាតំណាងឲ្យចិត្តដ៏ស្មោះត្រង់របស់អូនបងទៅរៀនទៅតែបងត្រូវចាំថាអូននឹងរងចាំបងកុំបារម្ភពីឪពុកអូនព្រោះអូនជឿលើនិស្ស័យស្នេហ៍របស់យើងនាយជួនបានទទួលយកខ្សែដៃនោះហើយឆ្លើយតបដោយក្តីរំភើបថាបងនឹងមកវិញដើម្បីជួបអូនបងមិនធ្វើឲ្យអូនខកចិត្តឡើយពេលទៅដល់ទីក្រុងជីវិតរបស់នាយជួនពោរពេញទៅដោយការលំបាកប្រាក់ដែលសន្សំបានគឺប្រើអស់យ៉ាងឆាប់រហ័សគេត្រូវរៀនផងធ្វើការផងពេលថ្ងៃគេរៀននៅវិទ្យាល័យផ្នែកធុរកិច្ចដែលជាជំនាញដែលគេគិតថាអាចឲ្យគេក្លាយជាអ្នកមានពេលល្ងាចនិងពេលយប់គេស៊ីឈ្នួលលាងចាននៅភោជនីយដ្ឋានកាន់សៀវភៅរៀនសូត្រគ្រប់ទីកន្លែងរហូតដល់ក្រោមពន្លឺភ្លើងសាធារណៈយប់ខ្លះគេត្រូវដេកនៅខ្ទមតូចក្បែរវត្តដោយបរិភោគបាយជាមួយអំបិលភាពលំបាកនេះមិនបានធ្វើឲ្យនាយជួនបោះបង់ចោលឡើយគេតែងនឹកឃើញដល់នាងច័ន្ទរស្មីនិងពាក្យសន្យាដែលជាកម្លាំងជំរុញឲ្យគេបន្តដំណើរទៅមុខគេរៀនពូកែតែងតែទទួលបាននិទ្ទេសល្អជាទីបំផុតក្រោយពីបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យនាយជួនបានបន្តទៅរៀននៅសាលាបច្ចេកទេសជំនាញខាងពាណិជ្ជកម្មដោយសារទេពកោសល្យនិងការខិតខំគេបានរកឃើញឱកាសការងារមួយជាមួយក្រុមហ៊ុនធំមួយគេចាប់ផ្ដើមពីតំណែងតូចមួយតែដោយសារភាពស្មោះត្រង់ឧស្សាហ៍ព្យាយាមនិងគំនិតច្នៃប្រឌិតគេបានឡើងតំណែងយ៉ាងឆាប់រហ័សនាយជួនបានបង្កើតយុទ្ធសាស្ត្រជំនាញថ្មីៗជាច្រើនដែលធ្វើឲ្យក្រុមហ៊ុនរីកចម្រើនយ៉ាងឆាប់រហ័សគេបានក្លាយជាមនុស្សដែលមានមុខមានមាត់ក្នុងសង្គមហើយបានសន្សំទ្រព្យសម្បត្តិបន្តិចម្ដងដោយសារភាពតស៊ូគេមិនភ្លេចទេថាគេត្រូវសងសឹកនឹងភាពក្រីក្រហើយបំពេញបំណងម្ដាយនិងពាក្យសន្យាចំពោះនាងច័ន្ទរស្មីឡើយក្នុងរយៈពេល10ឆ្នាំនៃការចាកចេញនាយជួនមិនដែលចាប់អារម្មណ៍នឹងនារីណាផ្សេងឡើយរាល់ពេលដែលគេមានអារម្មណ៍ធុញថប់ឬអស់សង្ឃឹមខ្លាំងគេតែងមើលខ្សែដៃត្បូងពណ៌ខៀវដែលនាងច័ន្ទរស្មីបានឲ្យគេដឹងថានៅឯភូមិឋានរបស់គេក៏មានស្ត្រីម្នាក់កំពុងរងចាំគេដោយភក្តីភាពដូចគ្នាចំណែកឯនាងច័ន្ទរស្មីវិញនៅតែរងចាំនាយជួនដោយចិត្តស្មោះត្រង់លោកសទ្ធីវិបុលដែលជាឪពុកបានដឹងអំពីមិត្តភាពកាលពីក្មេងរបស់កូនស្រីរបស់ខ្លួនជាមួយនាយជួនដែលជាកូនអ្នកក្រពេលដែលនាងច័ន្ទរស្មីធំពេញវ័យមានកូនកំលោះកូនអ្នកមានទ្រព្យសម្បត្តិជាច្រើនបានចូលមកដណ្ដឹងលោកសទ្ធីវិបុលបានប្រាប់នាងច័ន្ទរស្មីថាកូនស្រីឯងជាកូនសទ្ធីឯងត្រូវរៀបការជាមួយមនុស្សមានបុណ្យស័ក្តិមិនមែនរងចាំតែកូនអ្នកក្រនោះទេក
ុំឲ្យគ្រួសារយើងបាក់មុខមាត់ដោយសាររឿងស្នេហាឆ្លងវណ្ណៈនេះអីនាងចន្ទរស្មីតបដោយគោរពតែមើលមាត់ថាលោកឪពុកទ្រព្យសម្បត្តិនិងវណ្ណៈគ្រាន់តែជារបស់ក្រៅកាយកូនបានសន្យានឹងបងជូនហើយកូនជឿជាក់លើការតស៊ូរបស់គាត់ហើយកូនក៏ជឿជាក់លើក្តីស្រឡាញ់ដ៏បរិសុទ្ធរបស់យើងទាំងពីរកូននឹងរងចាំគាត់រហូតដល់គាត់ត្រឡប់មកវិញដោយការបដិសេធមិនព្រមរៀបការជាមួយអ្នកផ្សេងលោកសេដ្ឋីបានខឹងយ៉ាងខ្លាំងហើយបានដាក់ទោសនាងដោយឲ្យនាងធ្វើការងារធ្ងន់នៅក្នុងផ្ទះដើម្បីឲ្យនាងភ្លេចនាយជួនតែនាងនៅតែអត់ធ្មត់ព្រោះនាងដឹងថាការលំបាករបស់នាងមិនស្មើនឹងការលំបាករបស់នាយជួនដែលបានជួបនៅឯទីក្រុងឡើយនៅអាយុ30ឆ្នាំនាយជួនបានក្លាយជាលោកឧកញ៉ាជួនជាពាណិជ្ជករដ៏ជោគជ័យម្នាក់នៅទីក្រុងគេមានក្រុមហ៊ុនផ្ទាល់ខ្លួនមានទ្រព្យសម្បត្តិស្ដុកស្ដម្ភហើយបានធ្វើឲ្យម្ដាយរបស់គេរស់នៅដោយសុខស្រួលនៅថ្ងៃដ៏សំខាន់នោះលោកឧកញ៉ាជួនបានត្រឡប់មកភូមិកំណើតវិញគេបានជិះរថយន្តទំនើបបើកចូលទៅក្នុងភូមិហើយបានដឹកនាំគណៈប្រតិភូដ៏ធំដើម្បីចូលទៅសុំស្ដីដណ្ដឹងកូនស្រីលោកសេដ្ឋីវិបុលលោកសេដ្ឋីវិបុលពេលឃើញលោកឧកញ៉ាជួនមកដណ្ដឹងកូនស្រីក៏ស្ទើរតែមិនជឿភ្នែកខ្លួនឯងលោកនឹកឃើញដល់ក្មេងប្រុសកំសត់កាលពី10ឆ្នាំមុនលោកសេដ្ឋីវិបុលបាននិយាយថាលោកឧកញ៉ាពិតជានាយជួនមែនឬលោកឧកញ៉ាជួនញញឹមហើយអោនគោរពលោកសេដ្ឋីថាបាទលោកពុកខ្ញុំគឺជួនជាកូនអ្នកក្រដែលធ្លាប់លេងជាមួយអូនច័ន្ទរស្មីកាលពីក្មេងខ្ញុំបានបំពេញពាក្យសន្យារបស់ខ្ញុំហើយខ្ញុំបានក្លាយជាអ្នកមានដូចលោកឪពុកហើយខ្ញុំបានវិលត្រឡប់មករៀបការជាមួយអូនច័ន្ទរស្មីវិញលោកសេដ្ឋីវិបុលពោពេញដោយក្តីរំភើបនិងក្តីមោទកភាពលោកបានយល់ច្បាស់ថាវណ្ណៈមិនមែនជារនាំងនៃសេចក្តីស្រឡាញ់ពិតនិងការតស៊ូឡើយលោកបានយល់ឃើញថាចំណេះដឹងនិងការតស៊ូរបស់ជួនគឺពិតជាមានតម្លៃលើសពីមាសប្រាក់ទៅទៀតពិធីមង្គលការរបស់លោកឧកញ៉ាជួននិងនាងច័ន្ទរស្មីត្រូវបានរៀបចំឡើងយ៉ាងអធិកអធមបំផុតនៅក្នុងភូមិនាងច័ន្ទរស្មីបានរក្សាខ្សែដៃត្បូងពណ៌ខៀវនោះជាប់នឹងដៃរហូតដល់ថ្ងៃរៀបការហើយនាយជួនក៏បានថែរក្សាវត្ថុអនុស្សាវរីយ៍នោះជាប់នឹងខ្លួនរហូតមករឿងនិទាននេះបានបង្ហាញថាការតស៊ូគឺជាកូនសោរដ៏សំខាន់ក្នុងការបើកទ្វារជីវិតចំណេះដឹងគឺជាពន្លឺដែលនាំផ្លូវឲ្យចេញផុតពីភាពងងឹតហើយស្នេហាដ៏ស្មោះត្រង់អាចឆ្លងកាត់រនាំងវណ្ណៈនិងពេលវេលាដោយសារតែការតាំងចិត្តដ៏មុតមាំ
នាយជួននិងនាងច័ន្ទរស្មីបានរស់នៅជាមួយគ្នាប្រកបដោយសុភមង្គលនិងបានប្រើប្រាស់ទ្រព្យសម្បត្តិរបស់ពួកគេជួយដល់ការអភិវឌ្ឍភូមិកំណើតនិងជួយដល់ក្មេងៗក្រីក្រឲ្យបានទៅរៀនសូត្រដូចរូបគេដែរគេបានក្លាយជាគំរូនៃការតស៊ូដើម្បីជោគជ័យនិងសេចក្តីស្នេហាដ៏បរិសុទ្ធសម្រាប់អ្នកជំនាន់ក្រោយ